ស្រឡាញ់ខំបំភ្លេចអូនមិនបានវងភាំងក៏យ៉ាងនៅដិតដាមជាប់អារម្មណ៍អូនល្អពេកហើយសង្សារអើយអូនកុំយំបងទេថ្លើមធំក្បត់ចិត្តមុំលេបសំដីពេលអត់ពីរូបបងទៅមានគេនៅថ្នាំងថ្នមថ្លៃចេះថែខ្លួនផងណាស្រីថ្ងៃនេះសុំថាអូនហើយលារហូតសុំជួបមុខអូនចុងក្រោយសន្យាហើយគឺមុនមួយនាទីមិនឲ្យអូនធុញទ្រាន់ទៀតទេកុំឆ្លោះនឹងគេព្រោះបងមិនឲ្យដល់មួយនាទីកុំឆ្លោះគ្នាផ្ញើពាក្យជូនពរផងបើគេធ្វើឲ្យអូនសៅមងគេនឹងមានរឿងធំឈិនកាំងឯណាប៉ោះតាំងពុកជារបស់ពួកគេពីបានដល់ឯងហើយសានយកភ្នំលឿងមិនមែនតែជាអ្នកបួសតែមិនដាចូលវត្តទេមានឈ្មោះល្អតិចតួចនៅក្នុងពិភពគុណហេតុអីក៏ធ្វើទង្វើដុតផ្ទះសម្រាប់មនុស្សដែលមិនអាចលើកលែងបានអញ្ចឹងជីវិតមនុស្ស78នាក់នៅក្នុងភូមិមួយគ្រឹះតើពួកគេបានផលប្រយោជន៍ស្អីទៅបើមិនសម្រាប់ពួកគេនឹងអាចសួរដឹងពីមូលហេតុហានທາງឆេឆាវពេហើយឲ្យតែហាងທາງចេញមុខគឺគ្មានអ្នកណាគេនៅរស់ទេមិនមែនអ្នកដទៃគឺគេខ្លួនឯងប៉ុន្តែលោកមិនចាំបានហៅគេចេញមកទេហានທາງមិនបង្ហាញខ្លួនទៅពីព្រោះគេនៅយាមក្បែរនេះអត់ពេលយូរណាស់មកហើយឯងក៏ធ្លាប់និយាយដែរបើសិនជាវ៉ាន់ផឹងវាងគេអត់មានអីពាក់ព័ន្ធជាមួយនឹងរឿងភូមិគ្រឹះនេះទេអញ្ចឹងទៅវាចម្លែកណាឈិនកាងជាមិត្តភក្តិរបស់យើងអ្នកណាក៏កុំសង្ឃឹមថានាំគេចេញពីទីនេះនេះគឺប្រហែលជាមូលហេតុនៃរឿងចម្លែកហើយបាទហ្វូឡាប៉ោទេឈិនកាងនៅមានកម្លាំងនិយាយដែរទេនឹងបានអាចសួរចម្លើយបានលោកមេកាខ្ញុំសង្វរលោកដោះលែងចិនអើទៅឲ្យតែលោកយល់ព្រមដោះលែងចិនអើខ្ញុំសុខចិត្តលួចខ្លួនជំនួសនាងបើទោះបីជាយកជីវិតខ្ញុំក៏បានដែរខ្ញុំសង្វរប្រៃសបាយមិនដែលបង្ខំចិនអើនោះទេបើសិនជានាងព្រមឥឡូវនេះអាចនាំនាងទៅបានជាការពិតដែរលោកមេកាទុកចិត្តចុះប្រាទិញខ្លួនខ្ញុំប្រកាសជាយកសងលោកជាមិនខានទេជីញតាយើង
chị à dạng mấy nắng គ្មានអ្នកណាបង្ខំឲ្យខ្ញុំនៅទីនេះទេខ្ញុំមិនព្រមទៅទេ chị àប្រាក់បងប្រកាសជាសងពួកគេវិញ អ្នកនាងកែបានធ្វើតាមពាក្យសន្យារបស់គាត់ហើយគាត់ទៅជួយពុកខ្ញុំចេញពីគុកខ្ញុំក៏គួរធ្វើតាមពាក្យសន្យារបស់ខ្ញុំដែរនេះមិនមែនជារឿងប្រាក់ទេគឺជារឿងកុនវាគឺជាកុនស្រ័យដែលបដូរជាមួយនឹងមនុស្ស8នាក់នៅក្នុងគ្រួសារគឺបងជួយជីវិតពួកខ្ញុំដូច្នេះបងគឺជាលបងរបស់ពួកខ្ញុំ chị à លោកតាចោលមិនបាច់មកទៀតទេ chị à hãy ấy con đôi chỉ vấn bọn ca cái đạp chỉ vấn mà nó chan chẳng đi nó không đay mình kết tha thôn bê tê ខ្ញុំដឹងថាបងមានភាសាភិផាជាសៀងគេឈឺទៀតហើយគេមិនស្លាប់ទេគេរੂបានសុខណាស់សំមកហើយในទីនេះបើសិនជាគេនៅក្អកទៀតនោះជារបស់គេលោកមេកាមកមានស្រីម្នាក់ឈ្មោះថាជីងអើឯងពេញចិត្តគេបើបងជួយឪពុកគេហើយនោះហាត់អីមិនដោះលែងគេអ្នកជួយឪពុកគេគឺគេខ្លួនឯងទេមិនមែនខ្ញុំឯណាអ្នកដែលមកដោះលែងនាងគឺលោកចៅវាយស្រុកលៀនអ៊ីងគាត់ពេញចិត្តនឹងនាងតែគាត់មិនចង់ឲ្យខូចគេឈ្មោះហើយក៏មិនចង់ចិញ្ចឹមខាងក្រៅឲ្យខ្ញុំទទួលនាងគាត់គ្រាន់តែមកលេងបានហើយបងយល់ថាការរៀបចំយ៉ាងនេះដើម្បីយកចិត្តចៅវាយស្រុកដែលមាននារីស្រស់ស្អាតម្នាក់ទៀតគេប្រកាសជាមកសប្បាយត្រូវទេសេម៉ាំងមួយរយៈនេះឯងនិយាយស្ដីមិនក៏ចិត្តតែបញ្ឈឺលិចបញ្ឈឺអាការអញ្ចឹងតើឯងមានអីមិនពេញចិត្តជាមួយខ្ញុំប៉ុន្តែខ្ញុំកាន់តែពេញចិត្តចំពោះឯងឥឡូវសកម្មភាពរបស់ឯងកាន់តែរហ័សហើយនឹងថឹងម្ដងនេះឯងចាត់ការមេបកសៀវនៅក្នុងបកទៀនឆាងចំណាយពេលតែ20ថ្ងៃឯងពូកែជាងយាកសៀងទៅទៀតឥឡូវឯងគឺជាមនុស្សដែលមានប្រយោជន៍នៅទីនេះដូច្នេះកុំតែមើលយាកសៀងទៀតខ្ញុំមិនចង់ឲ្យគេជាអត្តពលមកលើកឯងអត្តពលអីខ្ញុំចង់និយាយថារស់មិនគាប់ងាប់មិនបានរស់ក៏មិនបានសុខដែរមែនទេបើអញ្ចឹងខ្ញុំទៅតែមានន័យថាម៉េចហ៎បើរស់មិនគាប់ងាប់ក៏មិនបានតែមានអ្វីគួរឲ្យស្នោះទៀតខ្ញុំចង់ចាកចេញពីព្រៃសបាយមិនបានឥឡូវមិនបានតែយ៉ាងម៉េចទៅអាចចាកចេញបានមិនបានមិនចូលតែអង្គុយលេងនៅខាងក្នុង
មិនមែនខ្ញុំឃើញស្មោមនុស្សម្នាក់នៅខាងក្នុងរហ័សតតែខ្ញុំមិនបានដឹងពីអាយុគេគួរតែជាមនុស្សប្រុសម្នាក់មានមិត្តប្រុសហើយមនុស្សប្រុសមានតែរហូតហ្នឹងគ្រាន់តែល្អនឹងអាក្រក់បើសិនជាតាមថ្មីដៃរបស់គេប្រុសម្នាក់នេះគឺគ្រាន់បើនាងមើលថៃព្រៃបានល្អណាស់មកកំដរខ្ញុំបន្តិចទៅនាងធ្លាប់លើឈ្មោះសានជើភ្នំលឿងណៃទេធ្លាប់លើគេប្រាដៅបានល្អណាស់គេកំតិចភូមិគឺមិនចេញអស់ទៅហើយកំតិចបងចង់និយាយអំពីសំណុំរឿងនៅភូមិគឺមិនចេញទេគឺសានជើភ្នំលឿងគេអ្នកធ្វើមែនទេតើហេតុអីទៅឥឡូវនេះខ្ញុំចង់ឧបមារឿងមួយនាងជួយវែកញែកខ្ញុំបន្តិចទៅមើលអ្នកចេះដឹងក្រំដៃរបស់បងច្រើនណាស់ហេតុអីក៏ចង់ស្ដាប់ខ្ញុំវែកញែកខ្ញុំចង់ស្ដាប់គំនិតរបស់នាងហ្នឹងណាល្អណាស់ការឧបមាយ៉ាងម៉េចទៅឧបមាថាបើសិនជាផឹងវាងហើយនឹងរឿងរបស់ភូមិគ្រឹះមានពាក់ព័ន្ធនឹងគ្នាហើយរឿងនេះសំណាក់សុនបង្ខំចិត្តសហការពាក់ព័ន្ធគ្នាដែរហើយពឹងផ្អែកទៅលើទំនាក់ទំនងឈិនកាងជាមួយនឹងសុនជៀនជាមិត្តគ្នាហេតុអីឧបមាថាវ៉ាន់ផឹងវាងមានពាក់ព័ន្ធជាមួយរឿងនេះពីព្រោះគេដឹងថាគឺខ្ញុំចង់បានភូមិគ្រឹះនេះបើយកបានកន្លែងនេះវាដូចជាច្បាច់កបបឥន្ទ្រីយ៉ាងចឹងណាតែបើកំតិចភូមិគ្រឹះមានចេញវ៉ាន់ផឹងវាងក៏មិនប្រកាសថាអាចយកភូមិគ្រឹះនោះដែរប្រហែលថ្ងៃមុននេះខ្ញុំដឹងថាខែចុងឆ្នាំនៅឆ្នាំទៅលោកម្ចាស់ទួនគឺយកភូមិគ្រឹះរបស់គាត់ទៅបញ្ចាំបើយកទៅបញ្ចាំមិនអាចដួសយកមកវិញអ្នកណាក៏អាចយកបានដែរវ៉ាន់ផឹងវាងចាំបាច់សម្រាប់មនុស្សធ្វើអីដោយសារតែគេធ្វើមិនបានប៉ុន្តែខ្ញុំឲ្យគេទៅលុះភូមិគ្រឹះនោះបាត់ទៅហើយអញ្ចឹងបងចង់ឲ្យខ្ញុំវែកញែកអំពីរឿងអីទៅនៅថ្ងៃនោះហេតុអីបានទៅឈៀលឈិនកាងគេចេញទៅប្រមាញ់ដល់ភូមិគ្រឹះមិញបែរជាចៃដល់នោះឈៀលឈិនកាង10នាក់ក៏មិនមែនជាដៃគូរបស់សានជើភ្នំលឿងដែរហើយអ្វីបានជាគេនៅរស់រត់ចេញមកពីនោះបានចំណែកផឹងវាងហេតុអីបានជាគេគិតបានត្រូវម្លេះថាឈិនកាងគឺប្រកាសជាមករកសុនជៀននឹងគិតទៅមើលតើមានមនុស្សឲ្យឈិនកាងរត់ដឹងមុនទេថាមានមនុស្សគឺចង់កំទេចភូមិគ្រឹះរបស់គេបងសួរបញ្ជាក់ច្រើនយ៉ាងនេះខ្ញុំបែរជាយល់ថាខ្ញុំគួរតែដឹងថាអ្នកដែលនាំសារទម្លាយអាចកំបាំងនេះជាអ្នកណាមែនទេនាងដឹងថាគឺជាអ្នកណាទេខ្ញុំមិនដឹងទេប្រកាសហើយនាងប្រកាសជាមិនដឹងហើយជីងអើជីងអើយជីងអើកុំតាណាជីងអើកុំតាណាជីងអើជីងអើជីងអើកុំតាណាចៅបងអីជីងអើជីងអើជីងអើហ៎ជីងអើជីងអើបងដឹងថាអូនមិនចាស់ចេញពីបងទេជីងអើជីងអើអូណាជីងអើរបស់ខ្ញុំជីងអើរបស់ខ្ញុំគេឈួតហើយកុំធ្វើអីគេជីងអើ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 តែគេឈួតហើយនាំគេចេញទៅច
ជីងអើឡើងត្រូវការខ្ញុំអើយជីងអើឡើងត្រូវការខ្ញុំអើយជីងអើយជីងអើជីងអើលើកនេះជីងអើនឹងរងាប់ចិត្តព្រមនៅក្នុងព្រៃសបាយលទ្ធផលនេះបងបានប៉ាន់ស្មានទុកជាមុនហើយមែនទេច្រើនឆ្នាំមកនេះទោះជាខ្ញុំឲ្យឯងពិបាកយ៉ាងណាក៏ដោយធ្វើឲ្យចិត្តឯងមិនស្រួលយ៉ាងណាក៏ដោយខឹងច្រើនយ៉ាងណាក៏ដោយពីដើមមកឯងមិនដែលប្រើខ្សែភ្នែកបែបនេះមើលខ្ញុំទេនេះគឺជាខ្សែភ្នែកប្រមាថយើងតាមមើលទៅយើងខាត់ឯងមិនបាននោះទេអត់ខ្ញុំធ្វើយ៉ាងម៉េចទើបអាចចាក់ចេញបានសម្រាប់មនុស្សម្នាក់ទៀតទេតែម្នាក់នឹងទេតែម្ដងនឹងទេបានជោគជ័យយើងក៏មិនខាត់ឯងដែរស្ដាប់ឮអស់ហើយមែនទេប៉ុន្តែឯងបែរជាមិនឈឺឆ្អាលអ្វីទាំងអស់កំណត់ខ្ញុំផឹងតិចទៅឯងផឹកពេញមួយយប់ហើយឬក៏ទើបតែចាប់ផ្ដើមផឹកទេមានអ្វីខុសគ្នាឆ្នាំនេះពិបាករកកុំធ្វើខ្លួនឯងមានការពិបាកញាក់សៀងសម្រាប់មនុស្សមិនដែលផ្្លាត់នោះទេក្នុងចំណោមមនុស្សដែលឯងធ្លាប់សម្លាប់ម្នាក់សុទ្ធតែខ្លាំងជាងយ៉ាងអ៊ីលីងតែឥឡូវនេះឯងបែរជារបួសដល់ថ្នាក់នេះដោយសារតែគេការពិតខ្ញុំនឹងតាំងពីដំបូងម្ល៉េះថាឯងនឹងតាមពីក្រោយខ្ញុំទើបបានជាខ្ញុំម្ដងនោះខ្ញុំមិនគួរទៅទេឯងដឹងទេលបងកាឲ្យខ្ញុំទៅតាមឯងប៉ុណ្ណោះដោយសារតែគាត់មិនទុកចិត្តព្រោះឯងលែងមានជំនឿចិត្តចំពោះខ្លួនឯងបើលើកនោះខ្ញុំមិនបានទៅក៏យ៉ាងអ៊ីលេងស្លាប់នៅក្រោមថ្វីដៃរបស់ឯងដែរឯងខ້ອຍនៅថ្ងៃដែលខ្ញុំសម្លាប់អ៊ីឈិញនោះគឺខ្ញុំដឹងច្បាស់ថាខ្ញុំមិនអាចសម្លាប់មនុស្សបានទៀតទេខ្ញុំយល់ពេលនេះខ្ញុំអាចយល់ពីសម្ដីរបស់ឯងនិយាយកាន់នោះគឺអារម្មណ៍មួយប្រភេទដែលថានេះហត់ពេកឯងប្រៀបដូចជាកញ្ចក់របស់ខ្ញុំនៅលើខ្លួនឯងខ្ញុំអាចមើលឃើញខ្លួនរបស់ខ្ញុំទៅថ្ងៃក្រោយទៀតអញ្ចឹងកុំរៀបតាំងខ្ញុំអីខ្ញុំធ្លាប់មានឱកាសគឺផ្លាស់ប្ដូរជីវិតរបស់ខ្ញុំកាលនៅខ្ញុំស្ទាក់ស្ទើរខ្ញុំខ្លាចណាស់សង្ឃឹមថាថ្ងៃក្រោយឯងកុំដូចខ្ញុំអញ្ចឹងអីឱកាសរកស៊ីមុខរបរដូចយើងគឺមានតែម្ដងទេបើសិនជាឯងធ្វើឲ្យខុសម្ដងថ្ងៃក្រោយវាលែងមានទៀតហើយដូច្នេះសៀមឯងស្ដាប់ខ្ញុំមួយម៉ាត់ទៅបើសិនជាឱកាសមកដល់ហើយដាច់ខាតកុំឲ្យបាត់បង់ឲ្យសោះឱកាសរបស់ខ្ញុំមកដល់ហើយបងកៅឲ្យខ្ញុំទៅសម្លាប់មនុស្សម្នាក់ជាលើកចុងក្រោយបំផុតបន្តមកទៀតខ្ញុំអាចចាក់ចេញពីព្រៃសបាយបានគេជាណាឡាប៉ស៊ុនអ៊ីប៉ពួកឯងគួរតែដឹងហើយឡាប៉ជាមនុស្សបែបណាមិនដឹងទេមិនខ្វល់ថាជាអ្នកណាទេទោះបីជាត្រូវលះបង់ធំប៉ុណ្ណាពិបាកយ៉ាងណាខ្ញុំមិនខ្វល់ទេនេះជាផ្លូវតែមួយគត់បើខ្ញុំដើរទៅរកសេរីភាពរបស់ខ្ញុំជាមិនខ្ញុំដឹងថាឯងនិងគេមិនដែលប្រយុទ្ធគ្នាទេខ្ញុំក៏ដឹងថាឡាប៉មានថ្មីដៃក៏ដល់កំពូលប្រកួតជាមួយគេខ្ញុំមិនប្រកាសថាឈ្នះនោះឡើយប៉ុន្តែខ្ញុំសន្យារួចហើយខ្ញុំប្រកាសជាធ្វើឲ្យបាន
តែប៉ុណ្ណោះយាយសៀមឯងចាំបាច់ចំណាយទឹកមាត់ខត់ខ្ញុំធ្វើអី បាទខ្ញុំមិនខន់ឯងទេប៉ុន្តែខ្ញុំមានសំណួរមួយឯងគួរតែគិតលបងកៅឲ្យពួកយើងស្គាល់នោះតើពេលណាដើម្បីម្នាក់គាត់ឲ្យពួកយើងចាត់ការនោះគឺជារឿងរបស់បងកៅឲ្យពួកឯងទៅសម្រាប់ឡៅប៉វាមិនសាមញ្ញដូចជាអ្វីដែលពួកឯងបានគិតនោះទេលក្ខខណ្ឌដែលគាត់ឲ្យពួកយើងចេញពីព្រៃស្បាញនេះឯងដូចជាយល់ព្រមលឿនពេកហើយទៅដឹង ខ្ញុំនិយាយជាមួយបងកៅបានជោគជ័យហើយខ្ញុំនឹងនាំឯងទៅជាមួយគ្នាគាត់យល់ព្រមហើយឯងសុខចិត្តចាក់ចេញទៅជាមួយនឹងខ្ញុំដែរទេ ហួសពេលហើយឯលែងអ្នកណាក៏ទៅមិនបានសូម្បីតែខ្ញុំក៏មិនបាន ជប់សិន កិច្ចការដែលលោកម្ចាស់ផ្ដាំបានដោះស្រាយរួចហើយ ឯងរៀបចំយ៉ាងម៉េច របបធាឈិនកាងឃើញថាបានធូរស្រាលយើងបានស៊ើបពីរឿងសានយកភ្នំលឿងបានមកចត់ណាខ្ញុំក៏បញ្ជាក្រុមស្ទាំងទៅស៊ើបពីរឿងនេះដែរសុនជិននិយាយថារឿងរបស់ធាឈិនកាងក្រៅពីគេអ្នកណាក៏មិនអោយប៉ះពាល់ដែរ របួសរបស់ឈិនកាងគឺត្រូវការសម្រាប់មួយរយៈពេលទីនអ្វីៗរងចាំរបួសរបស់គេជាហើយចាំនិយាយគ្នាទៀតទៅ បានរឿងក្នុងគ្រួសារចាងអ៊ំចាងនិងលោកម្ចាស់មានគំនិតផ្សេងពីគ្នាប្រើឲ្យសុនជិនចេញមុខដោះស្រាយរឿងនេះអាចទុកជាការលួងលោមចំពោះលោកអ៊ំចាង រឿងនេះឲ្យសុនជិនគេធ្វើទៅចុះ បានចំណែកអ្នកប្រុសរបស់លោកអ៊ំអ៊ូសៀងឈុនចង់ស្ដាប់ការណែនាំរបស់លោកម្ចាស់ រឿងរបស់អូឡៅតៅវាពាក់ព័ន្ធជាមួយនឹងធីងវាងបើចាត់ការមិនបានល្អទេវាខ្លាចតែអាចផ្ទុះដល់រឿងធំ សូមចុចលើប៊ូតុង Subscribe រួចចុចរូបកណ្ដឹងដើម្បីបានទស្សនាខ្សែភាពយន្តភាគចិនជាច្រើនទៀត។